សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានដឹងថារាជរដ្ឋាភិបាលក្រុងវិនិយោគអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុនៅជំហានទី3ជិត$1000 លានត្រឹមឆ្នាំ2029ខាងមុខនេះសម្ដេចលើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតីសម្ពោធដែលប្រើប្រាស់ជាផ្លូវការអគារសិក្សាអគារស្នាក់នៅរបស់គ្រូបង្រៀនទីចាត់ការនិងអគារកាដេនៅវិទ្យាល័យហ៊ុនសែនវីរិញនាព្រឹកថ្ងៃទី26ខែមីនាឆ្នាំ2025សម្ដេចបបរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាខេត្តព្រះសីហនុគឺជាខេត្តនាំមុខនៅកំពង់ទឹកជ្រៅក្នុងចំណោមប្រទេសកម្ពុជាខណៈកម្ពុជាមានកំពង់ផែខេត្តកំពតកំពង់ផែកោះកុងនិងកំពង់ផែផ្សេងទៀតសម្ដេចបបរធិបតីបន្តថាឥឡូវនេះជំហានទី1មានការពង្រីកពង្រឹងខេត្តព្រះសីហនុសម្ដេចបានរំលឹកថាកាលពីឆ្នាំទៅសម្ដេចអញ្ជើញសម្ពោធកំពង់ផែនៅខេត្តព្រះសីហនុចាយថវិកាជាង$200 លានដោយឥណទានសហការជាមួយជប៉ុនដូច្នេះនៅសល់ពីដំណាក់កាលទៀតជាង$600 លានរាជរដ្ឋាភិបាលមានការវិនិយោគធំណាស់ទៅលើកំពង់ផែខេត្តព្រះសីហនុមិនត្រឹមតែជាផែអន្តរជាតិនោះទេតែរៀបចំតំបន់ភស្តុភារកម្មដើម្បីបម្រើវិស័យដឹកជញ្ជូនសម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាសក្តានុពលខេត្តព្រះសីហនុនឹងកាន់តែរីកធំតទៅទៀតនាពេលខាងមុខប៉ុន្តែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្សក្នុងខេត្តដើម្បីបម្រើដល់ការអភិវឌ្ឍរីកចម្រើនទាំងនេះសូមជម្រាបជូនថាកាលពីថ្ងៃទី1ខែឧសភាឆ្នាំ2023សម្ដេចនាយកហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាការសាងសង់ចំណតកំពង់ផែថ្មីដែលចំណាយថវិការហូតដល់ទៅជិត$1000 លានអាមេរិកនេះគឺដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឲ្យកាន់តែខ្លាំងក្លាថែមទៀតឆ្លើយតបកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជាគម្រោងសាងសង់កំពង់ផែកុងតឺន័រថ្មីនិងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូចឲ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំដែលអនុញ្ញាតឲ្យនាវាកុងតឺន័រធុនធំដែលមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបានដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ។